វីដេអូនេះខ្ញុំធ្វើឲ្យខ្ញុំផ្ញើជូនទៅអ្នកមើលចាអ្នកណាមើលក៏មើលទៅអ្នកណាមិនមើលក៏ហីទៅស្រេចនឹងចិត្តចាអញ្ចឹងអ្នកចេះហើយក៏មើលទៅអ្នកមិនចេះហើយក៏មើលទៅស្រេចនឹងក្បាលវ៉ាល់របស់អ្នកមើលចាសម្រាប់ការរុំរបស់ខ្ញុំគឺខ្ញុំរុំសាច់នឹងក្បាលវ៉ាល់របស់អ្នកលក់ដែរចាហើយយើងគ្រាន់តែហែកកញ្ចប់នឹងមកចាហែកកញ្ចប់ហើយយើងកាត់វាស្រួចតិចមកទៅតាមទិសដែលយើងរុំអញ្ចឹងមកចាដើម្បីកុំឲ្យខាងដើមនឹងវារៀងប៉ោងខ្លាំងចានឹងគឺប្រពៃណីរបស់តកែខ្ញុំគាត់បរៀនខ្ញុំរុំតាមពីដើមមកគឺរុំពីលើមកក្រោមអត់ដែលបានរុំពីក្រោមទៅលើវិញទេចាហាងផ្សេងគេរុំមិនរុំទៅសាច់ក្បាលវ៉ាល់របស់គេចាឥឡូវគឺខ្ញុំរុំហើយសាច់ក្បាលវ៉ាល់របស់ខ្ញុំចាយើងរុំដល់ខាងចុងនឹងមកគឺយើងយកអាឆ្នុកដែលគេដាក់ឲ្យស្រាប់ហ្នឹងដាក់ឆ្នុកវិញប្រមូលវាញុកមកចាដល់ពេលយើងធ្វើអញ្ចឹងយើងអត់ឃើញមុខតំណហើយក៏អត់ឃើញស្គុតដែលយើងរុំនៅខាងលើដែរចាភាគច្រើនអ្នកផ្សេងគេរុំពីខាងក្រោមមកលើមានន័យថាគេចុកអាឆ្នុកនោះរួចហើយបានគេរុំឡើងមកលើវិញអញ្ចឹងណាអញ្ចឹងដល់ពេលខាងចុងនោះគេបិទស្គុតចាតែសម្រាប់ខាងខ្ញុំគឺខ្ញុំអត់បានបិទស្គុតទេចាតេតូនជាមួយនឹងកន្លែងនេះគឺមានតែប៉ុណ្្នឹងឯងចាបើរុំបានហើយក៏ថតផ្ញើខ្ញុំមកខ្ញុំសុំមើលដែរថារុំបានស្អាតជាងខ្ញុំប៉ុណ្ណាហើយសម្រាប់កង់នេះផងដែរគឺខ្ញុំគិតតម្លៃ$260បិទជាមួយនឹងតែមស៊ីបជូនហើយដាក់ជាមួយនឹងដៃចំណាំងផ្លាតឲ្យចាជង្គង់ intro 7